បណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ដឹកនាំសមាជិកសមាជិកាចុះចែកអំណោយមនុស្សធម៌ចំនួន4គ្រួសារក្នុងស្រុកកោះធំខេត្តកណ្ដាលថ្ងៃពុធពីកើតខែចេសឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី28ខែឧសភាឆ្នាំ2025លោកបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌បានដឹកនាំសមាជិកសមាជិកាចុះចែកអំណោយមនុស្សធម៌ជូន4គ្រួសារខ្វះខាតទីទាល់ក្រស្ថិតនៅក្នុងភូមិព្រែកតារតឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលប្រជាពលរដ្ឋក្រីក្រខ្វះខាត4គ្រួសារមានឈ្មោះទី1លោកតាហៀបវ៉ាន់ស្ថិតនៅភូមិព្រែកតារតឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលគ្រួសារទី2លោកយាយអេងហូនស្ថិតនៅភូមិព្រែកខ្នាចឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាលគ្រួសារទី3លោកយាយឃ្លាំងសុកស្ថិតនៅភូមិព្រែកតាដុលឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលគ្រួសារទី4លោកយាយសោតខឿនស្ថិតនៅភូមិព្រែកខ្នាចឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាលក្នុងនោះមួយគ្រួសារទទួលបានអង្ករចំនួន1បេមីចំនួន1កេសត្រីខចំនួន1យួរទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរភួយចំនួន1ព្រមទាំងថវិកាមួយចំនួនមានមតិក្នុងកម្មវិធីនោះដែរលោកបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌បានមានប្រសាសន៍សំណេះសំណាលថានេះជាទឹកចិត្តបន្តិចបន្តួចដែលជាសិល្បៈនៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាកអាសន្នអន់ក្រថ្មីត្បិតតែសម្ភារៈនិងថវិកាទាំងអស់នេះមិនច្រើនតែយ៉ាងណាក៏អាចជួយរំលែកការលំបាកបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតបានមួយរយៈពេលខ្លីដែរលោកបណ្ឌិតក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នថែរក្សាសុខភាពនិងរួមគ្នាការពារការរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងផ្ទុះនៅប្រទេសជិតខាងដូច្នេះត្រូវមានអនាម័យជានិច្ចប្រជាពលរដ្ឋទីទាល់ក្របានសម្ដែងនៅការត្រេកអរនិងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតហែមប្រសើរប្រធានសមាគមនិងក្រុមការងារសមាជិកសមាជិការួមដំណើរទាំងអស់ដែលបាននាំយកនៅថវិកាសម្ភារៈឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់ក្រុមគ្រួសារពួកគាត់ដែលមានជីវភាពខ្វះខាតក្រីក្រខ្លាំងរោគព្រឹកខ្វះល្ងាចពលរដ្ឋទាំងអស់សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមតាមបីបាច់ថែរក្សាលោកបណ្ឌិតប្រធានសមាគមនិងក្រុមការងារទាំងអស់ឲ្យជួបប្រទះតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភិនៈកំបីឃ្លៀងឃ្លាតឡើយ